bà kiếm chỉ cắt là tam phơi tới khơi ở tận tập hiệp bà sầm nòng ní cứ chỉ clown thuê vọt ở châu tự nhiên bàเติมแต่sang songក្នុងឆ្នាំ93ជាងយ៉ាងទេក៏ប៉ុន្តែអ្វីដែលប្លែកនេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាបងប្អូនមើលបាទដូចជាគេហៅថាតោនេះបានតោដែលយាមខ្លោងទ្វាទាំងគូហ្នឹងណាបានស្រត់ប្រេះគេហៅថាបាក់ចិត្តធ្លាក់ទៅហើយបាទដល់អញ្ចឹងមានដើមពោជ្រៃមួយដើមបាទនេះខាងលើនេះពោជ្រៃខាងលើមួយដើមហ្នឹងបាទគឺថាដុសឡើងហើយនៅខាងលើហ្នឹងនេះនៅខាងលើនេះបាទញែកមែកជាម្រាមដៃ5ដើម្បីទប់ផ្លាកដើម្បីទប់ខឿននឹងតសនេះខ្លោងទ្វាបាទក្រៀកឡើងជាប់ពីជាន់លើមកបាទរហូតមកដល់បងប្អូនមើលឃើញរឹសហ៎គឺថាវត្តគៀបចកេះឡើងជាប់វត្តគៀបចកេះឡើងជាប់ហើយជើងមកខាងបាទជើងខាងស្ដាំនេះបានបាក់ទៅហើយតែឡែកខៅជើងខាងឆ្វេងមកខាងទៀតគឺបាក់ដាច់តែម្ដងបាទហើយទស្សនវិជ្ជាមួយទៀតបងប្អូនឃើញស្រាំងណាស្រាំងដែលនៅលើក្បាលតោហើយក្រោមពុកចកាហ្នឹងដូចគេហៅថាដូចពុកមាត់ចឹងបាទគឺថាធ្វើសម្បុកមកជុំចកាហ្នឹងហ្មងមកជុំចកាហ្នឹងហ្មងដូចពុកមាត់ចឹងហើយជើងក្រោមវិញគឺថារឹសពោជ្រៃហ្នឹងគឺពាត់មកជុំបាទនេះខាងក្រោយបាទនេះខាងក្រោយរឹសដល់ហើយឬបាទមិនមែនតិចឆ្នាំទេបាទដុសមកបាទចូល10ឆ្នាំជាងហើយបាទនេះពាត់មកខាងក្រោយមកគឺក្រៀកចកេះឡើងជាប់កុំឲ្យលំបន្តទៀតណាកុំឲ្យលំបន្តទៀតបាទនេះផ្លែដែលធម្មជាតិលាយជាមួយនឹងសំណង់បាទបច្ចុប្បន្ននៃវត្តចូលទញៀនខេត្តកោះកុងនៅខេត្តកោះកុងនេះដល់ឡែកមែកពោជ្រៃនេះបាទគឺដូចម្រាមដៃ5អញ្ចឹងគឺគេហៅថាក្រៀកចាប់ឡើងជាប់ហ្មងបាទហើយនេះខ្លោងទ្វាចាស់បាទនេះផ្លូវចូលទៅក្នុងវត្តពេលដែលយើងមកយើងចូលទៅក្នុងវត្តមកបាទយើងចូលទៅក្នុងវត្តដើម្បីសុំសិលអីផ្សេងបាទហើយផ្លូវជាតិលេខ10នេះគឺផ្លូវជាតិលេខ10អញ្ចឹងខ្លោងទ្វានេះគឺខ្លោងទ្វាថ្មីហើយនេះខ្លោងទ្វាចាស់ទេបាទសង់ឆ្នាំ93 1993បាទអញ្ចឹងគេអត់វាយចោលទេគឺគេរក្សាទុកដោយសារតែមានដើមពោជ្រៃបាទដុះជាទឹកឈើមួយស្អាតណាជាទឹកឈើមួយស្អាតបាទតែមានរុក្ខជាតិលីឡំជាមួយនឹងសំណង់បុរាណសំណង់សម័យបាទវាទ្រុឌទ្រោមមែនពិតក៏ប៉ុន្តែស្ដាយពោជ្រៃណាបាទគឺថានៅពេលដែលដុសឡើងទៅគឺគេហៅថាគៀកគ្នាទៅវិញទៅមកដើម្បីកុំឲ្យដួលនេះខ្ញុំនិយាយទៅបើមិនបានដើមពោជ្រៃនឹងគៀបឲ្យជាប់ទេមិនស្រួលលំខ្ពាកបាទអាលំខ្ពាក